ជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់ Channel The Small Ali នេះគឺជាវីដេអូដំបូងរបស់ខ្ញុំហើយវីដេអូនឹងដែរខ្ញុំនឹងនិយាយអំពីកំណាព្យរន្ធត់ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនដែលមានចំណងជើងថា Domino's Health ឬក៏និយាយជាភាសាខ្មែរថាការចុះទៅនរករបស់ Domino អ្នកនរគ្នាប្រហែលជាធ្លាប់ឮតាម social media ផ្សេងៗអំពីកំណាព្យដែលជាប់ប្រឡាក់សាដែលគេហាមឲ្យយើងអានវាលឺទេបើសិនជាហ៊ានអានលឺវានឹងធ្វើឲ្យយើងឈឺឬក៏ជួបគ្រោះថ្នាក់រហូតដល់ស្លាប់អីចឹងទៅtrong video ខ្ញុំថ្ងៃនេះគឺខ្ញុំនឹងរៀបរាប់លម្អិតអំពីអត្ថន័យនៃកំណាព្យ Domino's Health និងតើប្រឡាក់សាគឺវាមានពិតប្រាកដមែនឬមួយក៏អត់ចឹងដើម្បីកុំឲ្យខាត់ពេលយើងចូលទៅកាន់ការលម្អិតរបស់យើងទាំងអស់គ្នាDomino's Health ត្រូវបាននិពន្ធឡើងដោយលោក Seiichi Yasu ក្នុងឆ្នាំ 1919 គឺជាកំណាព្យរន្ធត់ដែលល្បីល្បាញខ្លាំងមែនទែនកាលពីជំនាន់នោះហើយមកដល់ឥឡូវវាបានក្លាយទៅជា urban legend ឬក៏រឿងព្រេងនិទានរន្ធត់របស់ community creepypasta បើសិនជាអ្នកនរគ្នាអត់ទាន់ស្គាល់ creepypasta ទេ creepypasta គឺជា community ដែលប្រមូលផ្ដុំទៅដោយរឿងព្រេងនិទានឬក៏រឿងរន្ធត់ប្លែកៗបែបរន្ធត់អីផ្សេងៗបូករួមទាំង Domino's Health ផងដែរអូខេឥឡូវហ្នឹងយើងត្រឡប់មកកាន់ Domino's Health របស់យើងវិញតើ Domino's Health គឺចង់និយាយពីអី Domino's Health គឺជាកំណាព្យរបស់ប្រទេសជប៉ុនដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Tomino ដែលគាត់បានធ្លាក់ទៅនរកជាន់ជ្រៅខ្លាំងមែនទែនគឺជានរកបែបព្រះពុទ្ធសាសនាហើយគាត់នឹងទទួលបានទារុណកម្មតែសាហាវខុសខើដែលអ្នកទាំងអស់គ្នាគឺដឹងហើយថានរកគឺវាបែបណាប៉ុន្តែ Domino's Health គឺធ្ងន់ធ្ងរជាងការគិតរបស់អ្នកទាំងអស់គ្នាឆ្ងាយខ្លាំងមែនទែនហើយធ្ងន់ធ្ងរខ្លាំងប៉ុណ្ណាគឺថាគ្រាន់តែពីប៊ីគ្លីដំបងទេគេបានសរសេរថាបងស្រីរបស់គាត់ក្អួតចិញ្ចៀមប្អូនស្រីរបស់គាត់ក្អួតចេញភ្លើងហើយក្មេងប្រុស Tomino គឺគាត់ក្អួតចេញបំបែងកញ្ចក់អានេះគ្រាន់តែជាឃ្លាដំបូងមកអស់របស់កំណាព្យហ្នឹងអញ្ចឹងអ្នកនរគ្នាសាកសម័យមកទៅបើសិនជាយើងអានឲ្យជ្រៅជាងនឹងតិចទៀតគឺវានឹងទៅជាបែបណាចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ចង់អានខ្ញុំនឹងទម្លាក់ link creepypasta នៅក្នុង description អញ្ចឹងយើងចូលមកដល់អត្ថន័យនៃ Domino's Health តើកំណាព្យ Domino's Health មានអត្ថន័យបែបណាមានអ្នកប្រាជ្ញជាច្រើនដែលយល់ឃើញថា Domino's Health គឺមានអត្ថន័យពីរផ្សេងគ្នាអត្ថន័យទី1សំដៅទៅលើការប៉ះទង្គិចផ្លូវចិត្តនិងផ្លូវកាយរបស់ទាហាននៃសង្គ្រាមលើកទី1ដែលរូបភាព Tomino គឺសំដៅទៅលើទាហានហើយជម្រៅនៃការធ្លាក់នរករបស់គាត់នឹងគឺសំដៅទៅលើជម្រៅនៃភាពឈឺចាប់ភាពសោកស្ដាយនិងវិបត្តិសេរីដែលមានចំពោះអ្នកស្លាប់នៅអំឡុងសង្គ្រាមលោកទី1ហើយអត្ថន័យទី2គឺសំដៅទៅលើការបាតុកិច្ចផ្លូវចិត្តដែលបណ្ដាលមកពីសម្ពាធដ៏ធ្ងន់ធ្ងរចំពោះមនុស្សដែលគាត់មានការស្អប់ទៅលើបុគ្គលដែលធ្វើបាបផ្លូវចិត្តរបស់គាត់រហូតដល់គាត់មានអារម្មណ៍ថាបើសិនជាមិនមានបុគ្គលម្នាក់នឹងនៅក្នុងជីវិតរបស់គាត់ទេអញ្ចឹងជីវិតរបស់គាត់នឹងល្អប្រសើរជាងនឹងស្រស់បប្រងអីអញ្ចឹងទៅប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយគឺគាត់អត់ហ៊ានគិតអាក្រក់ឬក៏ធ្វើអីទៅលើបុគ្គលម្នាក់នឹងទេដោយសារតែគាត់គឺខ្លាចធ្លាក់នរកឬក៏និយាយសាមញ្ញគឺខ្លាចបាបកម្មពីអីអញ្ចឹងហើយក៏ខ្លាចទៅជាសម្ពាធដ៏ធ្ងន់ធ្ងរដែលសង្កត់ធ្ងន់ទៅលើផ្លូវចិត្តរបស់គាត់កាន់តែធ្ងន់ធ្ងរថែមទៀតហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ធ្លាប់មានអារម្មណ៍បែបហ្នឹងដែរសូម្បីតែខ្ញុំខ្លួនឯងក៏ខ្ញុំធ្លាប់មានអារម្មណ៍បែបហ្នឹងដែរហើយការដែលប្រៀបធៀបអារម្មណ៍បែបហ្នឹងទៅនឹងការធ្លាក់នរករបស់ Tomino គឺវាពិតជាត្រឹមត្រូវខ្លាំងមែនទែនដោយសារតែបើសិនបើយើងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរគឺវាធ្វើឲ្យយើងពិបាកខ្លាំងមែនទែនពីដូចជាធ្លាក់នរកទាំងរស់អញ្ចឹងហើយនេះគឺជាអត្ថន័យនៃ Domino's Health ហើយឥឡូវហ្នឹងយើងនឹងទៅនិយាយអំពីបណ្ដាសានៃ Domino's Health វិញម្ដងមានគេនិយាយតគ្នាថាប្រសិនបើយើងអានកំណាព្យ Domino's Health ឬខ្លាំងជាពិសេសជាភាសាជប៉ុនឬក៏ការបកប្រែដែលត្រឹមត្រូវតាមលំនាំដើមនោះយើងនឹងជាប់បណ្ដាសាដែលធ្វើយើងឈឺធ្ងន់ធ្ងរឬជួបគ្រោះថ្នាក់ផ្សេងដែលអាចនឹងប៉ះពាល់ដល់ជីវិតរបស់យើងហើយបណ្ដាសាមួយនឹងដែរគឺត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងរឿង The Ring ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់រឿង The Ring ដែរហើយដែលជារឿងរន្ធត់របស់ជប៉ុនដែលនិយាយអំពីកាសែតជាប់ផ្ដាសាដែលបើសិនជាយើងចាក់កាសែតនឹងមើលហើយនឹងមានសម្លេងទូរស័ព្ទប្រូ
ហើយ7ថ្ងៃក្រោយគឺនឹងត្រូវបានស្លាប់យ៉ាងវេទនាខ្លាំងមែនទែនចំណែកឯ Domino's Hell របស់យើងវិញគឺមាន YouTuber ដែលគាត់ថតវីដេអូអានកំណាព្យ Domino's Hell លើខ្លាំងហើយ post នៅក្នុង YouTube ដើម្បីពិសោធន៍ថាតើមានបណ្ដាសាពិតមែនឬក៏អត់ហើយក្រោយមកទៀតគឺគេអត់បានឃើញគាត់ update ឬក៏ post វីដេអូតទេហើយវីដេអូ YouTube របស់គាត់ក៏ត្រូវបានលុបចោលហើយក៏មានគេនិយាយថា YouTuber ម្នាក់នោះគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយក៏មានមនុស្សច្រើនទៀតដែលគាត់បានអាន Domino's Hell លើខ្លាំងដូចគ្នាហើយគាត់ក៏ត្រូវបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយអ្នកខ្លះទៀតគាត់ក៏ត្រូវបានឈឺជំងឺធ្ងន់ធ្ងរហើយស្លាប់យ៉ាងវេទនាផងដែរប៉ុន្តែការលើកឡើងទាំងអស់នោះគឺអត់មានប្រភពច្បាស់លាស់នោះទេគឺវាគ្រាន់តែជាការនិយាយតគ្នាឬក៏ជា urban legend ជារឿងព្រេងនិទានរន្ធត់តែប៉ុណ្ណោះចឹងតើបណ្ដាសានៃ Domino's Hell តើវាពិតប្រាកដឬក៏ fake ចម្លើយនោះគឺកំណាព្យ Domino's Hell គឺមានពិតប្រាកដប៉ុន្តែបណ្ដាសាវិញគឺ fake ដែលរឿងទាំងអស់ហ្នឹងគឺវាអត់មានពិតប្រាកដនោះទេដែលខ្ញុំក៏ធ្លាប់វាអានវាហើយគឺវាអត់មានពិតប្រាកដទេហើយមូលហេតុដែលមានរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងគឺដោយសារតែរូបភាពនិងអត្ថន័យដ៏គួរឲ្យរន្ធត់គួរឲ្យភ័យខ្លាចរបស់កំណាព្យមួយហ្នឹងទៅធ្វើឲ្យវាល្បីល្បាញតាំងពីដើមសតវត្សទី20រហូតដល់ឥឡូវហើយវាក៏បង្កើតបានជារឿងព្រេងនិទានដ៏រន្ធត់របស់ Creepypasta ហ្នឹងឯងអញ្ចឹងសរុបជារួមមកកំណាព្យ Domino's Hell គឺមិនបានផ្ដោតឬក៏មានអត្ថន័យទៅលើបណ្ដាសាឬក៏ជំនឿបែបអរូបីទេទៅវិញគឺវាសំដៅទៅលើការបាតុកិច្ចផ្លូវចិត្តនៃមនុស្សដែលមានវិបត្តិសេរីទៅលើកំហុសដែលគាត់បានធ្វើនៅស្ថានភាពផ្សេងៗដែលអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរគឺគាត់បានឆ្លងកាត់ទៅជាភាពពិបាកក្នុងខ្លួនពិបាកទាំងផ្លូវកាយនិងផ្លូវចិត្តប្រៀបដូចជាធ្លាក់នរកទាំងរស់អញ្ចឹងហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណចំពោះការស្ដាប់និងបើសិនបើមានកំហុសខុសឆ្គងណាមួយឲ្យនាងខ្ញុំអធិស្ឋានផងនិងកុំភ្លេចជួយ subscribe ម្នាក់បីផងណាអរគុណ